ហើយសម្រាប់សិស្សទី6នៅឥណ្ឌាបងប្អូនទាំងអស់គ្នាម្ដងទៀតណាបងបាននាំកូនយើងមកចូលប្រជុំបើកវគ្គសិក្សាថ្មីបងប្អូនជាមហាវិទ្យាល័យបេឡាដែលធំជាងគេនៅស្រុកហាឡាវ៉ានីហ្នឹងបងប្អូនខេត្តឧត្រាខណ្ឌតែមកដល់ហ្នឹងឃើញមានក្មេងៗខ្លះទៅបញ្ចេញពីហាត់ការ៉ាតេអញ្ចឹងបងប្អូនសកម្មភាពពួកយើងដើរចូលសាលាហ្នឹងគឺធំបងប្អូនមានអាយុកាល22ឆ្នាំហើយមានសាខាច្រើនមែនតើបងប្អូនទូទាំងប្រទេសឥណ្ឌាអញ្ចឹងបងប្អូនខ្ញុំមកបងហ្នឹងគឺគាត់បានធ្វើតេស្តជាប់ថ្នាក់ទី6សាលាឥណ្ឌាបងប្អូនប្រឡងប្រជែងគ្នាខ្លាំងណាស់បងប្អូនអើយមានមោទនភាពជាខ្លាំងដែលបានកូនចូលជាប់ថ្នាក់ទី6ដែរអញ្ចឹងបងប្អូនអាយុអូននៅឥណ្ឌាហ្នឹងគឺត្រូវថ្នាក់ទី7បងប្អូនពី system សាលាហ្នឹងគឺដូចសាលាអន្តរជាតិអញ្ចឹងបងប្អូនខ្ញុំជាជនជាតិអង់គ្លេសផងគាត់ថាសាលាហ្នឹងគឺលំដាប់ហើយបើតាឡានក្រុងបងប្អូនដែលយើងដាក់ខែហ្នឹងហើយតាឡានក្រុងក៏មាន GPS ឲ្យឪពុកម្ដាយដឹងដែរបងប្អូនតម្លៃឡានក្រុងសាលាគេហ្នឹង$30ទេបងប្អូន3ខែ$30សារតែសាលាគេមាន policy គេអត់ឲ្យយើងថតផ្ដេសផ្ដាស់ទេបងប្អូនខ្ញុំថតបានតែប៉ុណ្្នឹងគ្រូអៅសហ្នឹងគឺអ្នកគ្រូcounselor ឬយើងហៅថាអ្នកគ្រូខាងប្រឹក្សាអញ្ចឹងបងប្អូនលើគេម្នាក់គឺចាប់ professional ត្រឹមត្រូវបានគេយកមកឲ្យធ្វើការនៅសាលាបងប្អូននេះគឺគេផ្ដោតទៅលើសុខភាពផ្លូវចិត្តរបស់ក្មេងជាខ្លាំងបងប្អូនពេលខ្លះឪពុកម្ដាយធ្វើការឬក៏ក្មេងជួបរឿងអីម្យ៉ាងដែលមិនអាចនិយាយអញ្ចឹងគេអាចនិយាយជាមួយនឹង counselor នៅសាលាហ្នឹងបានហើយសាលាក៏មានជាពេទ្យដែរបងប្អូនមានកន្លែងពិនិត្យត្រឹមត្រូវនិយាយទៅ system គេគឺដូចនៅប្រទេសអង់គ្លេសអញ្ចឹងបងប្អូនកន្លែងនេះជាកន្លែងបន្ទប់ដែលរងចាំសម្រាប់យើងត្រៀមចូលទៅក្នុងសារប្រជុំជាមួយគេអញ្ចឹងបងប្អូនដែរមកច្រើនបងប្អូនដែលចូលមកសាលាហ្នឹងអញ្ចឹងបងប្អូនគឺកម្រងពីសិស្សជំនាន់មុនបងប្អូនភាគច្រើនចប់ខាងដុកទ័រចប់ខាង pilot ច្រើនអ្នកមែនតើបងប្អូនខ្លះទៀតក៏ខាង business អីចឹងណាបងប្អូនគឺឃើញមានច្រើននេះជាសារប្រជុំរបស់សាលាបងប្អូនបានថតកន្លែងដែលពេលគាត់និយាយហ្នឹងទេពេលដែលប្រជុំត្រូវបិទទូរស័ព្ទកម្មវិធីសិក្សារបស់កូនខ្ញុំថ្នាក់ទី6ហ្នឹងគឺច្រើនមែនតើបងប្អូនត្រូវរៀនភាសាទី2របស់ឥណ្ឌាទី2របស់ឥណ្ឌាហ្នឹងគឺជាភាសាបារាំងជាមួយនឹងភាសាសំស្ក្រឹតខ្ញុំក៏រើសភាសាបារាំងទៅបងប្អូនវិធីសិក្សាហ្នឹងមានទាំង coding technology ខាង computer ខាងលេខខាងអីហ្នឹងគឺគីមីគឺគាត់មានមកគ្រប់ហ្មងសារតែខ្ញុំដើរធួមុននឹងខ្ញុំចុះឈ្មោះឲ្យកូនខ្ញុំបានសម្រេចចិត្តដោយសារតែឃើញបន្ទប់មួយសិក្សាមួយគឺល្អណាស់បងប្អូនអើយថតនៅក្រៅថ្នាក់ដែលគេប្រជុំហើយអញ្ចឹងណាបងប្អូនក្មេងៗនៅឥណ្ឌាខ្លាំងបងប្អូនខាង IT ចាប់ពីប្រជុំហើយយើងនៅខ្វះលិខិតមួយទៀតបងប្អូនខិតបណ្ឌិតសុខភាពដែលមានសញ្ញាចេញពីដុកទ័រផ្ទាល់អញ្ចឹងណាបងប្អូនសកម្មភាពជិះពីសាលាហ្នឹងទៅមន្ទីរពេទ្យមួយដែលនៅចិត្តម្ដុំផ្ទះខ្ញុំដែរអញ្ចឹងបងប្អូនតែធំបងប្អូនខាងក្នុងក៏ឃើញមានអ្នកជំងឺច្រើនដែរអង្គុយចាំ check out អីចឹងណាមួយដែលខ្ញុំចូលពេទ្យឥណ្ឌាបងប្អូនខ្ញុំអត់ដែរចូលពេទ្យឥណ្ឌាសោះហ្មងលោកគ្រូពេទ្យហ្នឹងដុកទ័រហ្នឹងក៏បានសញ្ញាឲ្យខ្ញុំដែរបន្ទាប់យើងក៏បាននាំកូនមករកទិញកៅអៅ uniform បងប្អូនប្រព័ន្ធលក់របស់ឥណ្ឌាបងប្អូនខុសពីយើងដាច់ហ្មងគេជាមួយនឹង uniform school គឺខុសគ្នាហ្មងហាងពីរហ្នឹងណាគេដូចលក់តូបលក់ចាប់ព្រួយអញ្ចឹងស្អីក៏មានប៉ុន្តែសភៅសាលាហ្មងអត់មានទេបើថាតូបដែលថាគេហៅ uniform school នេះលក់តែជាគេហៅថាឈុតសម្រាប់សាលានីមួយនៅប្រចាំតំបន់ហ្នឹងហ្មងចូលទៅបងប្អូនគេមានស្បែកជើងមានខោមានអាវសម្រាប់គ្រប់សាលាហ្មងបងប្អូនតែចូលទៅយើងគ្រាន់ប្រាប់ថាសាលាណាអញ្ចឹងគេរៀបចំឲ្យយើងមួយសេតហ្មងពេលខ្ញុំទៅនឹងចិត្តម៉ោង 2:10 បងប្អូននៅតែមនុស្សច្រើនណាបងប្អូនមនុស្សច្រើនមែនតើដល់ season ត្រូវចូលសាលាដល់អញ្ចឹងទៅលក់ដាច់ខ្លាំងហ្មងបងប្អូនហើយវាល្អមួយយ៉ាងពេលដែលយើងត្រូវការសម្ភារៈសិក្សាគឺគេលក់នៅហ្នឹងហ្មងកៅអៅស្បែកជើងស្រោមជើងហើយ10ទឹកអីគឺមានមួយសេតខ្ញុំម្នាក់ពីកាផ្លេដែលខ្ញុំទិញឲ្យហ្នឹងអាបងពីកាផ្លេអាបងពីកាផ្លេគេមានពីរដូវកាលបងប្អូនអានេះរដូវកាលក្តៅជាមួយនៅរដូវកាលខែរងាខ្ញុំត្រូវទិញមួយតង់ទៀតបងប្អូនតែនៅឥណ្ឌាហ្នឹងបើខែរងាដល់10អង្សាអីបងប្អូនក្រុម10ទៀតក៏មានដែរបងគេលោកខោត្រូវឲ្យបងប្អូនឯងនិយាយទៅម្នាក់ពី2ឈុតអាបង2ឈុតអាប្អូន2ឈុតស្បែកជើងក៏គេមានលក់ដែរហើយស្បែកជើងឥណ្ឌាខ្ញុំទៅសើហ្មងបងប្អូនស្បែកជើងឥណ្ឌាមាំណាស់ហើយតម្លៃឡើងថោកស្បែកជើងនេះបងប្អូនឲ្យរត់មិនក៏អត់មានដាច់តាណាដែរបងប្អូនឲ្យតុនល្អមែនតើមុខនេះគេលក់ជា10ទឹកហើយមានជាប្រអប់ដាក់បាយអញ្ចឹងណានិយាយពីសភៅបើសិនជាសភៅយើងត្រូវទៅទិញកន្លែងមួយទៀតបងប្អូនអានេះគ្រឿងសម្ភារៈរៀនសិក្សាណាប្រូក្រាមសភៅយើងទៅទិញនៅកន្លែងហាងមួយទៀតដែលគេលក់សភៅសុទ្ធហ្មងបងប្អូននេះខ្ញុំទិញបាន10ទឹកមួយដែរអូនអញ្ចឹងបងប្អូន 99.9% ឥណ្ឌាចូលចិត្តប្រើ10ទឹកដែកអ៊ីណុកហ្នឹងគឺទាំងក្មេងទាំងចាស់ចូលចិត្តប្រើ10ហ្នឹងណាបន្ទាប់មកចាំខ្ញុំប្រាប់តម្លៃបងប្អូននៅចុងវីដេអូណាបងប្អូនដល់បណ្ណាគារដែលយើងត្រូវទៅទិញសភៅបងប្អូនបណ្ណាគារហ្នឹងគឺលក់សភៅគ្រប់សាលាសភៅធម្មតាទេគឺសភៅរបៀបសម្រាប់សាលាទូទៅហ្មងសាលាដែលនៅតំបន់ហ្នឹងហ្មងបងប្អូនឲ្យចូលខ្ញុំចង់កើតខ្យល់ដោយសារតែមនុស្សច្រើនមែនតើហើយត្រូវទៅបុកទៅទិញមក
មកកន្លែងហ្នឹងប៉ុន្តែវាមានកន្លែងទៀតដែលដូចកន្លែងហ្នឹងអញ្ចឹងប៉ុន្តែមនុស្សវាច្រើនហ្មងសារបងប្អូនគ្រាន់តែសិស្សមួយដោយកូនខ្ញុំថ្នាក់ទី6នេះសភៅ20មុខគ្រាន់តែសភៅពុំ20មុខក៏បងប្អូនហើយច្រើនមែនតើនេះគ្រាន់យើងតាម list នេះដែលត្រូវទិញបងប្អូនសភៅក៏ទ្រាំបានវាក្តៅពេកហើយវារៀងហប់ដែរទៅក៏នាំកូនមកក្រៅនៅចាំប្តីខ្ញុំឲ្យប្តីខ្ញុំចូលទិញនៅខាងក្នុងនេះខាងក្រៅនេះវាក៏ប្លែកបងប្អូនសភៅសំបីម្នាក់នោះគេកាន់ឲ្យកូនគេដែរបងប្អូនអូយកាន់អំណោយបងប្អូនអើយ10គីឡូជាងគ្រាន់តែសភៅបងប្អូនមកដល់ផ្ទះភ្លាមចិត្តកាត់ខ្យល់អ្នកដែលទិញសភៅមិញបងប្អូនចង់កាត់ខ្យល់រាប់ឲ្យបងស្ដាប់ស្បែកជើងអស់$5ទេ1-20000តែមិនបាញ់និយាយទេ10ឆ្នាំទៀតក៏មិនទាន់ទៅណាដែរស្បែកជើងគេតុនហើយឡើងមាំសាហាវហ្មងបងប្អូនហើយចង់និយាយថាចេះកៅអៅអស់ពីដាក់បងប្អូនណាកៅអៅអស់4ឈុតយើងមកគូ10ទឹក10ទឹកអ៊ីណុកមិញមួយហ្នឹងអស់$42សភៅ20មុខមិញហ្នឹងណាឡើងចង់10គីឡូទៅវាចូល30ក្បាលជាងបងប្អូនទៅថ្លៃដែរសភៅវាមិនថ្លៃទេបើរាប់ចំនួនទៅសភៅច្រើនក្បាលណាបងប្អូនទៅអស់$45ដូចគ្នាហើយចុះឈ្មោះអាអូន2នាក់បងប្អូនទៅវាអស់$700មួយថើមហ្នឹងវា3ខែខ្ញុំកាកាឡេមើលទៅមួយខែអស់$100សម្រាប់សាលាបងប្អូនថាសាលាស្តង់ដារប៉ុណ្ណឹងនៅខ្មែរយើងតម្លៃប៉ុន្មានដែរបងប្អូនបងចាំជួយ comment ទាំងអស់គ្នាណាខ្ញុំគិតថាមិនក្រោម$1000ទេបងប្អូនបើនៅខ្មែរអាវក៏អញ្ចឹងដែរកៅអៅក៏មិនក្រោម100ដែរខានបងប្អូនដល់ពេលការសិក្សាតម្លៃធូរថ្លៃហើយរដ្ឋគេជួយច្រើនអញ្ចឹងហើយតម្លៃវាធូរថ្លៃអញ្ចឹងវាធ្វើឲ្យរបៀបថាការសិក្សាកាន់តែទលំទលាយបងប្អូនចេញសាលាមួយទៅសាលាមួយធ្វើឲ្យកាន់តែល្អជាងមុនទៀតសម្រាប់ក្មេងៗក៏ច្រើនទៀតបងប្អូនការរស់នៅក៏ថោកទៀតនៅឥណ្ឌាហ្នឹងបងប្អូនឥណ្ឌាសាលាគឺច្រើនខ្លាំងបងប្អូនប្រាប់បងថាចែកតម្លៃ45កៅអៅមិញហ្នឹងណា10ទឹកដែកមិញហ្នឹងមួយ$10ស្បែកជើងមួយគូកៅអៅ4ឈុតជាមួយស្រោមជើង4គូហ្នឹងអស់ក្រោម30និយាយពីសភៅខ្ញុំគិតថាមិនថ្លៃទេសភៅប៉ុណ្ណឹងបងប្អូនព្រោះវាច្រើនក្បាលមែនតើសភៅពុំវាចូល20ក្បាលហើយហ្នឹងបងប្អូនតាំងសភៅគំនូគេមានសភៅសរសេរសភៅគំនូនិយាយទៅមួយឈុតវាហ្នឹងអស់$45ច្រើនណាបងប្អូនខ្ញុំឃើញសភៅហើយខ្ញុំសំណោះកូនហ្មងកូនខ្ញុំត្រូវរៀនម៉ោង7ដល់ម៉ោង2ថ្ងៃបានចេញព្រឹកដល់ម៉ោង2ថ្ងៃប៉ុន្តែបញ្ចេញពី2ថ្ងៃហ្នឹងហើយរៀនខ្មែរជាមួយខ្ញុំជាមួយនឹងអនឡាញផងវាចូល2ម៉ោងភាសាខ្មែរហើយឥឡូវហ្នឹងគឺសំណោះជាខ្លាំងគឺត្រូវបុកឥណ្ឌាផងបុកខ្មែរផងអង់គ្លេសផងហើយបារាំងផងរៀនគ្នារៀនឡើង4ភាសាបងប្អូនអើយនិយាយទៅខ្ញុំប្រឹងអស់ពីសមត្ថភាពហ្មងគាត់ថាចេញវីដេអូអត់សូវបានច្រើនដូចមុនទេបងប្អូនខ្ញុំត្រូវត្រៀមឲ្យហើយអញ្ចឹងណាបងប្អូនបងមកមើលសភៅសិក្សាទាំងអស់គ្នាថាកម្មវិធីសិក្សាមានអីគេខ្លះអូនអើយឡើងម្ដុំអញ្ចឹងច្រើនណាស់ទី1គឺមានជាភាសាបារាំងនេះបងប្អូនបន្ទាប់មកសភៅពុំភាសាឥណ្ឌាភាសាអង់គ្លេសបងប្អូនគេដាក់សរសអង់គ្លេសខ្ញុំអានអត់ដាច់ជាភាសាឥណ្ឌានេះលេខបងប្អូនទៅលេខបាក់ណាហើយនេះអង់គ្លេសខាងភាសាឥណ្ឌាកម្មវិធីទូទៅបងប្អូនតែខ្ញុំស្រឡាញ់មួយហ្នឹងគឺនេះនេះបងប្អូនបរៀនឲ្យមើលពីពិភពលោក map ស្គាល់ប្រទេសណាអញ្ចឹងណាម្ដាយអត់សូវបានរៀនច្រើនតែឃើញកូនរៀនច្រើនណាបងប្អូនមុខវិជ្ជាមែនតើបងប្អូនអើយសភៅគំនូទៀតបងប្អូនកន្លែងត្រង់សភៅកន្លែងចំណេះដឹងទូទៅអំពីពិភពលោកអាហ្នឹងល្អបងប្អូនបើកមើលហ្នឹងវាចេញមកអញ្ចេះបងប្អូនពីផែនដីថាផែនដីយើងមានប៉ុន្មានប្រទេសបែងចែកជាអាកាសធាតុមិនអូមិនខ្លះគឺច្រើនហ្មងគឺខំមើលឲ្យគួរចង់រៀនហ្មងបងយល់យ៉ាងណាដែរបងកុំភ្លេចជួយ support subscribe ម្នាក់មួយផងណាសិនជាបងនៅមានចង្អុលបងអាចតម្លាក់ comment សួរបានណាបងគុណសម្រាប់ការមើលវីដេអូទាំងអស់គ្នាណាបាយបាយ